បងប្អូននេះគេចង់មកចែករំលែកតាក់ទងជាមួយនឹងម៉ូតសក់រួញនេះម៉ូតសក់រួញដែលខ្ញុំធ្វើនេះបើប្រាប់បងប្អូនថាខ្ញុំអត់មានតកៀបប្រដាប់រួញអីទេគឺខ្ញុំប្រើតែប្រដាប់គៀបសក់គឺអាចរួញម៉ូតហ្នឹងគឺបានចឹងហ្មងណាហើយយើងអត់ពិបាកនិយាយទៅវាស្រួលរយៈពេលធ្វើអត់ជូរទេបងប្អូនចាំមើលខ្ញុំធ្វើឲ្យមើលណាគឺគ្រាន់តែយើងលើកសក់យើងហ្នឹងមកមុខមកនេះហើយតោះមកយើងយកកស៊ូមកចងគឺស្រួលណាស់យើងមូលខ្លួនឯងបានហ្មងហើយវាអត់ចុកដៃខ្ញុំលោកមុនខ្ញុំអត់ដឹងវិធីនេះគឺខ្ញុំមូលម្ដងគឺចុកដៃខ្លាំងមែនទែនតែពេលខ្ញុំដឹងវិធីនេះគឺស្រួលបងប្អូនមូលចេញក្រៅអញ្ចេះមូលយើងមូលសក់យើងមករហូតទៅដល់អស់ផ្ទៃសក់យើងហ្មងណាហ្នឹងហើយយើងមូលម្ដងមួយចេញមកក៏ប៉ុន្តែយើងមូលចេញក្រៅអត់មានមូលចូលក្នុងទេមូលចេញចូលក្នុងវាមើលទៅឃើញសក់តិចអត់ស្អាតទេហ្នឹងហើយមូលចេញក្រៅរហូតនិយាយទៅគឺមូលរហូតដល់អស់សក់យើងស្រួលអត់មានចុកដៃទេនិយាយទៅធ្វើមកផ្លេតហ្មងធ្វើលឿនមែនតេនហ្មងសក់ក្រាស់មិនក៏ធ្វើលឿនដែរហើយសំខាន់គឺយើងមូលបានស្មើដៃយើងមូលខ្លួនយើងអញ្ចឹងឃើញយើងអត់បាច់ចាំបាក់ទៅសាឡនទេបន្ទាប់ពីយើងចងហើយយើងស្រាយមកវិញមកគ្រាន់យើងលើកទៅក្រោយបងប្អូនឃើញទេគឺវារួញស្មើរ៉ូលអញ្ចឹងហ្មងគឺស្អាតមែនតេនឃើញអត់ហើយស្អីសក់មុខនេះយើងសេរីតិចតួចមកយើងគៀបពីមុខបកខែបន្តិចទៀតមកក៏បានដែរឲ្យវារៀងអត់រៀងគេហៅថារៀបមួយក្បាលយើងអញ្ចឹងណាអាស្លៃសក់មុខហ្នឹងចាំខ្ញុំធ្វើវីដេអូព្រៀនថែមនេះបងប្អូនឃើញទេពីគៀបហើយគឺលក្ខណៈអញ្ចឹងហ្មងគឺស្អាតស្រួលធ្វើខ្លាំងមែនទែនអរគុណបាយបាយ